ជំរាបសួរពុកម៉ែបងប្អូនទាំងនេះថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងនេះអំពីវិធីតាក់ទងជាមួយនឹងការរៀបចំទ្រុងសម្រាប់ចិញ្ចឹមព្រាបហើយនិងចិញ្ចឹមកង្ងានអញ្ចឹងតាក់ទងជាមួយសត្វពីរប្រភេទនេះបើយើងនិយាយទៅជាប្រភេទសត្វដែលខុសគ្នាប៉ុន្តែការរៀបចំទ្រុងការរៀបចំប្រព័ន្ធទឹកសម្រាប់ឲ្យផឹកគឺដូចគ្នាបងប្អូនហើយខុសគ្នាតែបន្តិចបន្តួចទេបងប្អូនតាក់ទងជាមួយនឹងការរៀបចំទ្រុងសម្រាប់ព្រាបឬក៏កង្ងានឬក៏មាន់បើនិយាយទៅស្តៀងគ្នាតើតើជាមួយនឹងការរៀបចំសម្រាប់ព្រាបហើយនិងកង្ងានគឺសត្វពីរប្រភេទនេះត្រូវការលេងទឹកអញ្ចឹងធ្វើយ៉ាងណាដីដែលបងប្អូនរៀបចំទ្រុងនោះគឺត្រូវតែខ្ពស់ជាងគេអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូននេះសម្រាប់ទ្រុងមាន់ទ្រុងនេះទ្រុងដាក់មាន់ដែរខាងក្រៅនេះទ្រុងនេះដីកន្លែងនេះរៀងខ្ពស់ហើយប៉ុន្តែសម្រាប់ទ្រុងព្រាបហើយនិងកង្ងានយើងត្រូវចាក់ដីបន្ថែមទៀតអញ្ចឹងយើងរៀបឥដ្ឋកម្ពស់4ឥដ្ឋហើយបន្តមកទៀតសម្រាប់ដីដែលនៅក្នុងឥដ្ឋនេះយើងប្រើ1ឥដ្ឋកន្លះបងប្អូនអញ្ចឹងសម្រាប់ដីនៅក្នុងទ្រុងព្រាបទ្រុងកង្ងាននេះគឺខ្ពស់ជាងដីនៅទ្រុងមាន់នេះ1ឥដ្ឋកន្លះឬលើសមក1ទឹកកន្លះហើយបន្តមកទៀតបើសិនជាបងប្អូនចិញ្ចឹមព្រាបបងប្អូនត្រូវវាយសំណាញ់ជុំវិញសំណាញ់ដែកក៏បានសំណាញ់ជ័របែបនេះក៏បានបងណាបើសិនជានៅមួយលុបយើងដាក់ជ័រទៅហើយប្រភេទនៅខាងក្នុងក៏ដោយបើសិនជានៅក្បែរដបូលយើងប្រើដែកទៅនេះខាងលើលួសសំណាញ់ដែកហ្នឹងបងប្អូនណាមិនមែនជ័រណាមើលទៅច្បាស់ណាខាងលើនោះឌីសាវានៅគៀកដបូលកាលណានៅគៀកដបូលបងប្អូនប្រើជ័រខាងក្រោមនេះវាឆាប់ស្រួយអញ្ចឹងយើងប្រើដែកវិញហើយតកតងជាមួយនឹងអាងសម្រាប់លេងទឹកអញ្ចឹងទាំងព្រាបទាំងកង្ងានសត្វពីរប្រភេទនេះលេងទឹកបងប្អូនលេងទឹកកង្ងានក៏លេងព្រាបក៏លេងប៉ុន្តែកង្ងានលេងទឹកខ្លាំងជាងព្រាបអញ្ចឹងតកតងជាមួយអាងបងប្អូនអាចរៀបចំដូចគ្នាបានអញ្ចឹងអាងទាំងអាងកង្ងានអាងព្រាបបងប្អូនអាចរៀបចំបែបនេះបានចេញរៀបចំរៀងខ្ពស់ជាងដីដែលយើងដាក់ចិញ្ចឹមដោយសារគេដោយសារយើងងាយស្រួលការបង្ហូរទឹកចេញចាំតិចទៀតខ្ញុំនឹងបង្ហាញកន្លែងបង្ហូរទឹកចេញអញ្ចឹងនេះបងប្អូនឃើញសើមជុំវិញសើមអញ្ចឹងកង្ងានលេងទឹកខ្លាំងយ៉ាងហ្នឹងទៀតហើយព្រាបយើងអាច3ថ្ងៃអីដូរទឹកម្ដងបានលាងសម្អាតអាងហ្នឹងណាប៉ុន្តែបើកង្ងានត្រូវលាងទឹកដូរទឹកប្រចាំថ្ងៃហ្មងដោយសារកង្ងានវាពេលខ្លះវាលេងក្នុងហ្នឹងហើយផឹកក្នុងហ្នឹងបើព្រាបពេលខ្លះវាលេងក្នុងហ្នឹងប៉ុន្តែវាផឹកកន្លែងទឹកអូតូនោះពេលខ្លះអញ្ចឹងណាប៉ុន្តែសម្រាប់ព្រាបវាផឹកក្នុងនេះក៏អត់អីដែរដោយសារទឹកក្នុងនេះរៀងស្អាតតែយើងដូរ2ថ្ងៃ3ថ្ងៃម្ដងនេះទឹកនេះ3ថ្ងៃបើនិយាយទៅបើថានៅផឹកបានព្រាបណានៅល្អទេគាត់ថាយើងដូរទៅកំណត់3ថ្ងៃដូរម្ដងទៅហើយក្នុងនេះខ្ញុំដាក់ប្រូប៊ីតិកបងប្អូនដាក់ 3cc ក្នុងហ្នឹងណាអញ្ចឹងសម្រាប់ទឹកនេះទឹកនៅក្នុងអាងនេះខ្ញុំដាក់ថ្នាំប្រូប៊ីតិកបងប្អូនក្នុងមួយអាងតូចនេះខ្ញុំដាក់កន្លះគម្របប្រូប៊ីតិកអញ្ចឹងទឹកនេះពេលខ្លះចោះទៅខេតឡើងទៅណាទីណីត្រូវការមានការងារបន្ទាន់អីទឹកនេះអត់ដូរមកវិញក៏អត់ក្លិនបងប្អូនទឹកនៅល្អនៅថ្លាអត់មានក្លិនទេដោយសារយើងដាក់ប្រូប៊ីតិកហើយយើងបកទៅខាងសបុកវិញយើងបកទៅសបុកវិញតកតងជាមួយនឹងព្រាបបងប្អូនអាចរៀបចំសបុកបែបហ្នឹងបានព្រាបបើនិយាយទៅវាជួយចិត្តសបុកបែបនេះបើយើងរៀបចំសបុកបែបផ្សេងអត់សូវពងទេបងប្អូនសម្រាប់ព្រាបណាហើយសម្រាប់កង្ងានឬក៏ទានេះបងប្អូនរៀបចំបែបនេះសម្រាប់សបុកណាយើងអាចរៀបចំបែបហ្នឹងបានហើយបងប្អូននេះក៏សួរថាកង្ងានជាមួយព្រាបចិញ្ចឹមលេខគ្នាបានអត់លេខគ្នាបានបងប្អូនលេខគ្នាបានប៉ុន្តែកុំដាក់កង្ងានច្រើនពេកព្រោះថាមានរោងប៉ុណ្ណេះ5ម៉ែត្រ4ជ្រុងអញ្ចឹងយើងដាក់ព្រាបត្រឹម30ឬក៏50ក្បាលទៅព្រាបណាហើយបន្តមកទៀតបងប្អូនអាចដាក់កង្ងានត្រឹមមេ1សំទោសឈ្មោល1មេ5អីចឹងទៅដាក់បានបងប្អូនសម្រាប់នៅក្នុងនេះដាក់បានគាត់ថាបងប្អូនចាំថាសម្រាប់កង្ងានត្រូវការស៊ីស្មៅច្រើនយើងដូច្នេះយើងត្រូវការបើកបលែងវាខ្លះពេលព្រឹកម្ដងឬក៏ពេលល្ងាចម្ដងយើងបើកបលែងអញ្ចឹងបើសិនយើងដាក់លាគ្នាពិបាកបន្តិចពិបាកការបលែងមួយទៀតបើសិនជា
បងប្អូនចង់ដាក់ជាមួយគ្នាហ្មងចង់ចំណេញហ្មងបងប្អូនកាត់ស្មៅដាក់ចង្ងានស៊ីចឹងបងប្អូនអញ្ចឹងយើងរៀបចំបែបនេះខាងក្រោមកង្ងានពងហើយខាងលើត្រៀបបងប្អូនហើយតតងជាមួយនឹងត្រៀបនេះបើនិយាយទៅកាត់កូនលឿនបងប្អូនការលឿនណាឲ្យតែបងប្អូនឲ្យចំណេញដល់តតងជាមួយនឹងកង្ងានតតងជាមួយគ្រៀបនេះក្នុងការផ្ដល់ចំណីធ្វើយ៉ាងណាកំដរបងប្អូនប្រើចំណីអីត្រូវប្រើចំណីនឹងឲ្យនឹងបងប្អូនកំដរអីសោះបើសិនជាបងប្អូនដូរអត់ពងទេបងប្អូនអត់មានពងទេគ្រៀបនេះមួយកង្ងាននេះមួយអញ្ចឹងមានបងប្អូនយើងមួយចំនួនគាត់ចិញ្ចឹមមួយឆ្នាំទៅឆ្នាំអត់មានពងអត់មានហើយសង្ឃថាចិញ្ចឹមមួយឆ្នាំមានពងម្ដងអីហ្នឹងអញ្ចឹងតើតងជាមួយកង្ងានតើតងជាមួយគ្រៀបនេះគឺសំខាន់ណាស់តើតងជាមួយចំណីធ្វើយ៉ាងណាកុំដូរចំណីបេះដាស់អញ្ចឹងត្រូវជ្រើសរើសចំណីណាដែលមានគុណភាពហើយយើងប្រើចំណីនៅរហូតទៅមួយថ្ងៃទៅមួយថ្ងៃមួយពេលទៅមួយពេលគឺប្រើតែចំណីនឹងទៅបានហើយកុំដូរចំណី